ត្រីឆ្នើមคลิปមួយនេះខ្ញុំផ្ញើជូនបងប្អូនកូនក្មួយស្ត្រីជាពិសេសថាធ្វើម៉េចដើម្បីឲ្យខ្លាយទៅជាស្ត្រីដែលបរោះទាំងពួងប្រាថ្នាកុំព្យាយាមធ្វើជាស្ត្រីដែលអ្នកណាក៏បានអូខេព្រោះអីធម្មជាតិរបស់មនុស្សស្រីនៅកាន់តែយូរគិតបានកាន់តែឆ្ងាយកាន់តែមានតម្លៃប្រទេសជឿនលឿនទាំងអស់ឥឡូវនេះអត្រារៀបការរបស់ស្ត្រីវ័យក្មេងមិនមានទេដោយសារស្ត្រីទាំងអស់គាត់ខ្លាចប៉ះចំបរោះដែលជាស្វាមីឬក៏ដៃគូជីវិតរបស់គាត់មិនមែនជាដៃគូដែលគាត់សំបំណងប្រាថ្នាវាខុសពីស្ត្រីនៅខាងយើងមិញលើកចំណុចមួយនេះដើម្បីដាស់តឿនក្រើនរំលឹកដល់សតិសម្បញ្ញៈរបស់កូនក្មួយស្ត្រីទាំងអស់ថាមនុស្សប្រុសធម្មជាតិប្រុសណាក៏ដោយក៏ប្រផ្នាដែលប្រពន្ធដែលឆ្លាតពូកែហើយចេះគ្រប់បែបយ៉ាងជឿមិញរឿងថាមិនបាច់ចេះអីមិនបាច់ធ្វើអីទេគេចិញ្ចឹមគេថ្នាក់ថ្នមគេអីហ្នឹងមានតែក្នុងរឿងព្រេងទេមានតែក្នុងរឿងកុនទេក្មួយជាទីស្រឡាញ់ធ្វើជាមនុស្សស្រីម្នាក់ដែលមានគុណភាពលំបាកមិនស្រួលទេដើម្បីឲ្យខ្លួនខ្លាយទៅជាស្ត្រីដែលមានគុណភាពក្មួយត្រូវមានចំណេះដឹងទី2ក្មួយត្រូវមានចំណេះជំនាញទី3ចំណេះជំនាញដែលមានគុណភាពបង្កើតប្រភពប្រាក់ចំណូលដោយខ្លួនឯងណាទី4ក្មួយត្រូវជាមនុស្សស្រីដែលពូកែសពបែបយ៉ាងហើយក៏នឹងមានក្មួយទាំងអស់ថាអាគ្រប់បែបយ៉ាងអត់មានទេចាពិតជាពិបាកធ្វើតែគ្រប់បែបយ៉ាងនឹងមែនហើយតែកាលណាខំប្រឹងធ្វើអ្វីដែលមានប្រយោជន៍វាបាត់បង់នៅអ្វីមួយហើយក៏ប៉ុន្តែក្មួយត្រូវព្យាយាមថាប្រឹងថាមិនអស់លទ្ធភាពពីព្រោះធម្មជាតិរបស់បុរសស្រឡាញ់ស្រីស្អាតតែប្រាថ្នាប្រពន្ធដែលល្អប្រសើរបំផុតហើយប្រាថ្នាដែលប្រពន្ធណាដែលពូកែឲ្យខ្លាំងបំផុតមិញជឿជាក់ជឿថាអញ្ចឹងជាធម្មជាតិជឿមិញទៅកុំគិតថាគាត់ប្រាថ្នាយ៉ាងម៉េចធ្វើឲ្យតែល្អឲ្យតែខ្លាំងហើយត្រឹមត្រូវកុំភ្លេចនៅត្រឹមត្រូវកុំភ្លើតភ្លើននឹងអ្វីដែលយើងចេះយើងមានយើងខ្លាំងត្រូវធ្វើជាមនុស្សដែលឆ្នើមខ្លាំងហើយត្រឹមត្រូវអញ្ចឹងមីងសូមក្រើនរំលឹកទៅក្មួយថាកុំអាសម្រេចចិត្តក្នុងការជ្រើសរើសគូជីវិតក្មេងពេកទី1ទី2ទៀតកសាងសមត្ថភាពហើយធ្វើខ្លួនឯងឲ្យខ្លាំងគ្រប់បែបយ៉ាងមិន 100% ក៏ប៉ុន្តែឲ្យច្រើនភាគរយមានសិទ្ធចេះច្រើនហើយក្មួយត្រូវប្រកាន់យកចំហមួយថាក្មួយមានលទ្ធភាពឯករាជ្យគ្រប់គ្រងខ្លួនឯងហើយក្រុមគ្រួសារខ្លួនឯងហើយអាចក្តាប់នៅជីវភាពសេដ្ឋកិច្ចក្នុងគ្រួសារហើយចាំរៀបការហើយបើជ្រុលទៅរៀបការហើយចាប់ផ្ដើមកសាងសមត្ថភាពខ្លួនឯងដើម្បីបង្កើតប្រភពចំណូលទៅជៀសផុតអំពីការប្រមាថបើគេមិនមើងងាយយើងចាំក៏គេមើលស្រាយដោយប្រយោជន៍ដែរឈឺចាប់បំផុតប្រយ័ត្នប្តីឬគូជីវិតរបស់យើងទៅនិយាយថាប្រពន្ធខ្ញុំមិនសូវប្រកែដោយប្រពន្ធមកឯងទេប្រពន្ធខ្ញុំគាត់អត់មានអីធ្វើទេប្រយ័ត្នកន្លែងហ្នឹងអាចយើងធ្វើការផ្ទះធាក់ចង្ងប់ហ្នឹងក៏នៅតែអត់តម្លៃដែរអញ្ចឹងស្ត្រីទាំងអស់រឹងមាំឡើងធ្វើខ្លួនឲ្យមានតម្លៃហើយកុំភ្លេចថានៅកាន់តែយូរកាន់តែមានឱកាសក្នុងការជ្រើសរើសមនុស្សល្អអូខេ